ឲ្យខ្ញុំបើតែបន្តពីវីដេអូមុនទេដោយសារមុនហ្នឹងវាមានបញ្ហាដាច់អញ្ចឹងខ្ញុំក៏នេះសិនខ្ញុំបន្តទៅទៀតកន្លែងនេះគឺតោះមកយើង record ហើយយើងអាចរបៀប record គឺយើងទាញមកចឹងមកសម្រាប់នឹងមកហើយយើងអាចទាញចឹងទៅតោះលោតលេខ1លេខ2លេខ3ចឹងតោះមកគឺបងប្អូនអាចមើលពិនិត្យមើលទៅលើ function របស់វានេះគឺមាននេះសំឡេងយើងត្រូវបើកវាផងគេដល់លឺជួននោះយើងចេះថតដល់បានលឺនេះសំឡេងដែលត្រូវក្នុងប្រព័ន្ធនៃការដំណើរការនេះសម្រាប់រូបយើងនេះកាមេរ៉ាមុខយើងបើកទៅវាចេញវានឹងលោតចេញនេះបងប្អូននេះកាមេរ៉ាមុខខាងមុខនេះគឺអាចឃើញរូបយើងអញ្ចឹងបងប្អូនអញ្ចឹងយើងអាចកាមេរ៉ាយើងអាចពង្វល់ទៅមុខទៅក្រោយបានយើងអាចឃើញទំហំធំលើឬក៏ទាំងអស់ក៏បាននេះគឺតាមអ្វីដែលយើងចង់បានឬទៅនេះគឺកាមេរ៉ាមុខយើងសម្រាប់បញ្ជាប់ទៅយើងចង់ឲ្យជាប់ទេគឺយើងអាចបិទ function របស់វាកន្លែងនេះបានបិទទៅឡើងឃើញវាបានអញ្ចឹងហ្នឹងគឺខ្ញុំមានការចែកម្លែកប៉ុណ្្នឹងណាបងប្អូនអាចតម្លើងតែវីដេអូរបស់ខ្ញុំវារៀងវែងតិចអាវីដេអូមុន10នាទីជាងចឹងបងប្អូនព្យាយាមមើលសារចុះសារឡើងតិចទៅខ្ញុំព្យាយាមធ្វើឲ្យខ្លីទេប៉ុន្តែវាអត់បានខ្លីនៅទៅវែងដោយសារ2 recorder នេះខ្ញុំបង្ហាញ2កម្មវិធីនេះអញ្ចឹងយ៉ាងណានេះសូមបងប្អូនយល់ជាស្រ័យមានកំហុសឆ្គងយ៉ាងណានោះគ្រាន់តែគាត់គោលដៅគឺចង់បងប្អូនចេះដឹងពីការរបៀប record សំឡេងទុកជាឯកសារសម្រាប់យើងរៀនក៏ដូចជាប្រជុំកិច្ចប្រជុំផែនការផ្សេងៗដែលសំខាន់ៗបងប្អូនអាចទុកចាក់ស្ដាប់នៅពេលក្រោយបានអញ្ចឹងសូមអរគុណជូនពរសំណាងល្អជោគជ័យលើការសិក្សាដូចជាការងារបានផលល្អគ្រប់គ្នា